លោកគ្រូខ្ញុំចង់មក demo នៅ assignment មួយដែលលោកគ្រូបានដាក់អញ្ចឹងលោកគ្រូបានឲ្យការយើងរៀនហ្នឹងដូចជា data collection បែបចេះវាមានអានេះវាជាប្រភេទ Excel អញ្ចឹងណាលោកគ្រូអញ្ចឹងខ្ញុំមានកំណត់មួយថាខ្ញុំបំលែងវាទៅជា Google Sheet នៅលើ browser របស់យើងអញ្ចឹងខ្ញុំបំលែងវាបានទៅជាបែបអញ្ចេះអញ្ចឹងខ្ញុំហៅវាថាជា member registration វាមានឈ្មោះមាន ID អញ្ចឹងទៅអញ្ចឹងគោលបំណងរបស់ខ្ញុំគឺបំលែងបែបអញ្ចឹងដោយសារខ្ញុំនឹងបង្កើត app មួយដែលប្រើ Jetpack Compose ហើយយើងទៅ manage ទៅលើ data នៅលើ Google Sheet ហ្នឹងណាអញ្ចឹងយើងអាច insert បានន័យថាយើងបង្កើត record ថ្មី update ឬក៏ delete តាមដែលយើងចង់បានអញ្ចឹងទៅអញ្ចឹងអូខេយើងចូលទៅកាន់ app របស់យើងអញ្ចឹងក្នុង app របស់យើងធ្វើហើយអញ្ចឹងខ្ញុំសូម run វាហ្មងទៅអូខេអញ្ចឹងសម្រាប់ app របស់យើងពេលចូលដំបូងវាមាន splash screen បែបអញ្ចេះអញ្ចឹងសម្រាប់ screen splash មួយហ្នឹងគឺយើងធ្វើការ check នៅ configuration ដូចជា login token របស់ user និង configuration មួយចំនួនទៀតដើម្បីដឹងថា user ហ្នឹងបាន login ឬក៏នៅឬក៏អត់ទាន់អញ្ចឹងទៅអញ្ចឹងបន្ទាប់ពី splash ហើយយើងចូលមកដល់ជ្រើសភាសាបើសិនជា user មួយហ្នឹងគាត់ប្រើ app របស់យើងជាលើកដំបូងអញ្ចឹងយើងតម្រូវឲ្យគាត់ធ្វើភាសាអញ្ចឹងទៅអញ្ចឹង app របស់យើងវាមាន4ភាសាវា flexible វាអត់ fix ភាសាទេអញ្ចឹងវាមានខ្មែរអង់គ្លេសចិននិងឡាវអញ្ចឹងទៅយើងអាច add ថែមនឹងអនាគតទៀតអញ្ចឹងខ្ញុំសូមយកភាសាខ្មែរហើយខ្ញុំយកបន្តអញ្ចឹងថងចំណុចនេះយើងត្រូវ login ជាមួយនឹង Google account Gmail របស់យើងហ្នឹងអញ្ចឹងដើម្បី manage ទៅលើ data manage edit delete អីបានយើងត្រូវតែ login មួយ Google អញ្ចឹងខ្ញុំសូម login មួយ Google មួយខ្ញុំចុចបន្តទៀតអូខេអញ្ចឹងចូលមកដល់ home screen បែបនេះយើងបង្ហាញនៅសមាជិកកំណត់ត្រាចំនួន3អញ្ចឹងទៅដូចនៅក្នុងGoogle Sheet របស់យើងអញ្ចឹងណាវាមាន3 record អញ្ចឹងទៅអញ្ចឹងដើម្បីឲ្យងាយស្រួលខ្ញុំសូមបើកវាមកខាងជាមួយនឹង Google Sheet ដែរខ្ញុំបើកវាអញ្ចេះអីយ៉ាមែនទេបើកមួយ Chrome ចេះអូខេអញ្ចឹងយើងបើកចេះមកអូខេអញ្ចឹងបើកឲ្យធំចេះមកយើងព្រមមកទូចតិចអូខេអញ្ចឹងសួរថា app ហ្នឹងយើងមាន feature អីខ្លះអញ្ចឹង feature របស់យើងមានដូចជាខាងលើយើងអាចមើលចំនួនសរុបរបស់ member registration បានបច្ចុប្បន្នយើងមាន3អញ្ចឹងទៅណាហើយកន្លែងយើងអាច search យើងអាច search ទៅតាមឈ្មោះដូចជាឧទាហរណ៍ថាភក្ត្រាអញ្ចឹងយើងចេញបែបអញ្ចឹងក៏ឈ្មោះខ្ញុំប្រពន្ធអញ្ចឹងទៅយើងអាច search បានហើយបន្តមកទៀតយើងមាន filter កន្លែងនេះយើងរើកន្លែងនេះមិនន័យថាយើងបង្ហាញ record ទាំងអស់បង្ហាញ member ដែលបានបង់ប្រាក់រួច member ដែលមិនទាន់បង់ប្រាក់រួច member ដែលបាន join group ហើយនិង member មិនទាន់បាន join group អញ្ចឹងយើងមាន filter កន្លែងនេះដើម្បីបង្កើននូវភាពងាយស្រួលដល់ user អញ្ចឹងដែរហើយយើងអាច view data ដោយសារក្នុងនេះយើងអត់ធ្វើមាន detail screen ទេយើងធ្វើតាមមួយ screen អញ្ចឹងណាអញ្ចឹងដើម្បីមើល data view detail របស់វាបានយើងចុចមក expand វា expand ទៅវាចេញកាតធំមួយមកយើងអញ្ចឹងយើងអាចមើលគេយើងមើលឈ្មោះបញ្ញាបត្រអញ្ចឹងទៅ group Telegram មិនទាន់ចូលរួមអញ្ចឹងទៅព័ត៌មានសមាជិកមាន
ជាគេស្ថានភាពមិនតាន់ទូទាត់មាន page មាន registration មាន contact មានអីចឹងតែយើងចុចមកយើងបិទវិញចេះអូខេអញ្ចឹងបន្ទាប់មកចំណុចពិសេសបន្តទៀតគឺយើងអាចបន្ថែមសមាជិកបានដែលយើងចុច add បន្ថែមចេះមកអូខេអញ្ចឹងខាងលើនេះអក្សរឡាតាំងខ្ញុំដាក់ឈ្មោះថាសុកសានចេះចុះអញ្ចឹងឈ្មោះខ្មែរយើងដាក់អក្សរខ្មែរមកសុកសានអូខេអញ្ចឹង page ខ្ញុំយក page ប្រុស email soksan@gmail.com អូខេគាត់តែនិយាយឧទាហរណ៍លេខទូរស័ព្ទ0អូខេយើង validate form មកស្អាតអញ្ចឹងដាក់ថាអត់ទាន់បានបង់ទេអាស័យដ្ឋានខ្ញុំដាក់ថាភ្នំពេញចេះចុះទីកន្លែងកំណើតថ្ងៃកើតខ្ញុំដាក់ random ចោលថ្ងៃចុះឈ្មោះខ្ញុំដាក់ថ្ងៃហ្នឹងចុះកម្រិតសិក្សាដាក់កម្រិតសិក្សា high school ចូលក្រុមមិនតាន់ចូលទេអានេះខ្ញុំដាក់ good ចេះចុះអូខេអញ្ចឹងយើងចុចបញ្ជូនទៅ record នឹងរុញបញ្ចូលមកGoogle Sheet របស់យើងអូខេអញ្ចឹងយើងចុចបញ្ជូនមកអូខេឃើញអត់អញ្ចឹងសុកសានវិញយើងបាន add ចូល Google Sheet របស់យើងហើយអញ្ចឹងវាស៊ីន automatic ហ្មងអូខេអញ្ចឹងសមាជិកត្រូវបានចុះឈ្មោះដោយជោគជ័យចុចយល់ព្រមមកអញ្ចឹងបន្ទាប់ពីចុចយល់ព្រមនៅ home screen របស់យើងក៏យើង update ដែរ list របស់យើងណាអញ្ចឹងឃើញសុកសានខាងលើអញ្ចឹងទៅអញ្ចឹងបន្ទាប់មកយើង add បានហើយយើងក៏អាច update បានដែរអញ្ចឹងនេះដើម្បី update យើងចុចបើកចេះមកយើងឃើញពាក្យថាកែប្រែ update អញ្ចឹងយើងចុច update មកឥឡូវឧទាហរណ៍ថាខ្ញុំupdate ទៅលើស្ថានភាពទូទាត់ខ្ញុំដាក់ page វិញហើយនឹងកម្រិតសិក្សាខ្ញុំដាក់ bachelor វិញអញ្ចឹង page និង bachelor អញ្ចឹងក្នុងនេះយើងមើលមកនេះ unpaid ទេអញ្ចឹងយើង update ចុច update មកចុច pop អូខេ update ជោគជ័យអញ្ចឹងនៅក្នុង Google Sheet របស់យើងទៅជា page និងកម្រិត degree គឺទៅ bachelor វិញអញ្ចឹងឃើញថាត្រូវអស់ហើយយល់ព្រមមកអញ្ចឹងក្នុងនេះក៏វា update ដែរអញ្ចឹងអូខេ add ហើយ update ហើយអញ្ចឹងយើងក៏អាចលុបបានដែរអញ្ចឹងខ្ញុំសូមធ្វើការលុបចុចពាក្យលុបនេះមកនេះអញ្ចឹងចាំមើលនៅក្នុង Google Sheet ណាអូខេគេសួរបញ្ជាក់ចង់លុបមែនអត់លុបបាត់ក្នុង Google Sheet របស់យើងអូខេអញ្ចឹងអាហ្នឹង feature នៅ home screen យើងមានប៉ុណ្ណឹងអញ្ចឹងយើងបន្តទៅ profile របស់យើងអញ្ចឹងនៅពេលដែលយើងចុចនៅក្នុង profile យើងក៏មាន feature 2 3ក្នុងនេះដែរអញ្ចឹងក្នុងនេះ profile នេះយើងចាប់ចេញពី Google ពេលយើង log in មកយើងបានទិន្នន័យមួយចំនួនដូចជារូបភាពនិងឈ្មោះរបស់គណនីមួយហ្នឹងអញ្ចឹងយើងចាប់យកមក display តបានអញ្ចឹងទៅអញ្ចឹងរូបរាងហ្នឹងទៅលើរូបរាងហ្នឹងយើងបដោតទៅលើ sim នៃ app អញ្ចឹងដែរពេលយើងចុចទៅលើហ្នឹងយើងមាន3ប្រភេទវាមានពន្លឺងងឹតប្រព័ន្ធបានន័យថា light mode sim mode dark mode និង system អញ្ចឹងបច្ចុប្បន្នយើង base ទៅលើ system បានន័យថានៅពេលដែល user phone របស់យើងហ្នឹងគាត់កំណត់អី app យើងគឺ follow ទៅតាមទូរស័ព្ទរបស់ user អញ្ចឹងទៅអញ្ចឹងងងឹតអញ្ចឹងបើខ្ញុំ select ងងឹតវាប្រកាសជា switch ទៅ dark mode អញ្ចឹងទៅអញ្ចឹងគ្រប់យ៉ាងគឺ dark ទាំងអស់ព្រោះយើងបាន set up sim មកហើយមួយទៀតយើងដាក់ light mode ទៅ light mode អញ្ចឹង app យើងមាន dark ហើយនិង light mode អញ្ចឹងទៅមកដល់ភាសាយើងអាច switch ភាសានៅក្នុង profile បានដូចគ្នាអញ្ចឹងយើង switch ទៅអង់គ្លេសក៏បានចិនក៏បានឡាវក៏បានបច្ចុប្បន្នយើងនៅខ្មែរឥឡូវតោះថាខ្ញុំ switch ទៅចិនអូខេវា restart app មួយហើយវាចូលមកវិញគឺគ្រប់យ៉ាងគឺទៅជាភាសាចិនទាំងអស់អូខេអញ្ចឹងខ្ញុំ switch មកខ្មែរវិញស្រួលមើលអូខេអញ្ចឹងបន្ទាប់មកចុងក្រោយរបស់យើងគឺកន្លែងចាក់ចេញកន្លែង log out ណាអញ្ចឹងបើយើងមាន log in ប្រកាសជាមាន log out ដែរអញ្ចឹងកន្លែងនេះនៅពេលដែលយើងចុចទៅវាដឹងសួរថាយើងចង់ចាក់ចេញមែនអត់បើយើងចង់ចាក់ចេញចុចចាក់ចេញ pub
វាប្រកាសជាទៅ clear token user login ទៅ clear credential របស់យើងចេញអស់អញ្ចឹងបានន័យថា app យើងគឺ fresh តាមអីហើយអញ្ចឹងអត់មានជាប់ login ទេអញ្ចឹងapp របស់ខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូអញ្ចឹងអរគុណសម្រាប់ការតាមដាន